មរតកសន្តិភាពរបស់កម្ពុជាសប្តាហ៍ថ្ងៃគឺមិនអាចកាត់ផ្តាច់ពីអតីតយុទ្ធជនបានឡើយដោយសារពួកគាត់បានចូលរួមធ្វើពលិកម្មយ៉ាងធំធេងជាមួយសម្ដេចតេជោហ៊ុនសែននិងអិសរាជជនសំខាន់ដទៃទៀតដោយការលះបង់សាច់ស្រស់ឈាមស្រស់យកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាឲ្យចេញផុតពីភ្នក់ភ្លើងសង្គ្រាមតែដោយការបានដោះពីសម្ដេចដែលចូលលោកមានអនុសាសន៍ល្អមានគោលនយោបាយល្អបានសង្គ្រោះប្រទេសជាតិយើងមកបើប្រទេសយើងងើបតាំងពីបាតដៃទៅទីរហូតដល់រាល់ថ្ងៃនេះការរស់នៅវាដាច់ឆ្ងាយពីគ្នាណាពីសង្គមពលពតអីមកសម្ដេចបានដោះមកយើងមានសេរីភាពរហូតមកទល់នេះជីវិតយើងរស់នៅសុខដុមរមនាជាមួយគ្រួសារបងប្អូនយើងអញ្ចឹងបានមានពាក្យមួយថាអរគុណសន្តិភាពហើយអរគុណសន្តិភាពយើងឃើញហើយបើអត់មានសន្តិភាពយើងធ្វើអត់កើតទេហេតុដូច្នេះហើយបានជាមគ្គុទ្ទេសក៍សន្តិភាពគឺសម្ដេចតេជោបានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីតបស្នងជូនអតីតយុទ្ធជននៅទូទាំងប្រទេសក្នុងនោះអតីតយុទ្ធជនចំនួន628គ្រួសារដែលរស់នៅភូមិបូនរនីសែនជ័យដំណាក់ត្រយឹងក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផងដែរបាទសម្ដេចគិតគូរខ្លាំងដល់អតីតយុទ្ធជននោះមិនត្រឹមតែសម្ដេចឲ្យទាំងផ្ទះឲ្យទាំងរៀនបាយឲ្យទាំងទៀនទឹកឲ្យទាំងប្រគល់បាទលាក់នឹងលាក់អូច្រើនណាស់ដែលបានសម្ដេចទាំងទ្វេគាត់យកចិត្តទុកដាក់គាត់ដូចថាចែកដីឲ្យដូចថាក្បាលទំហំប៉ុណ្ណឹងផ្ទះប៉ុណ្ណឹងហើយមានដងទឹកឲ្យផ្លូវទឹកភ្លើងផ្លូវនេះគឺស្រួលណាស់ភូមិបូនរនីសែនជ័យដំណាក់ត្រយឹងគឺជាភូមិថ្មីមួយស្ថិតនៅឃុំប្រងិលស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលទើបត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ2021ពលគឺបន្ទាប់ពីសម្ដេចតេជោហ៊ុនសែនបានផ្ដល់ដីសម្បត្តិសង្គមគិច្ចប្រមាណជាង900ហិកតាដើម្បីបែងចែកជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនសរុបចំនួន628គ្រួសារឲ្យរស់នៅនិងកសាងជីវភាពថ្មីបន្ទាប់ពីទទួលបានដីសម្បត្តិសង្គមគិច្ចពីសម្ដេចតេជោនិងផ្ទះពីកាកបាទក្រហមកម្ពុជាបងប្អូនអតីតយុទ្ធជនបានខិតខំបង្កើនផលដំណាំជាច្រើនមុខដោយមិនឲ្យទំនេរដីឡើយដូចជាបន្លែបង្ការឈើហូបផ្លែជាច្រើនមុខជាច្រើនដើមគ្រាន់ហូបចុកនិងយកទៅលក់ដូរជាប្រចាំថ្ងៃដែលធ្វើឲ្យជីវភាពកាន់តែល្អប្រសើរលែងព្រួយបារម្ភពីការខ្វះខាតតទៅមុខទៀតតើយើងប្រឹងរបស់យើងគឺតស៊ូរបស់យើងខំប្រឹងអញ្ចឹងសម្ដេចចែកដីចែកអីយើងខំកោះខំកាប់ខំដាំខំដុះទៅបានផ្លែបានផ្កាបានលក់បានលុយចាយវាធូរធារជាងមុនដៃម្ខាងចប់ដៃម្ខាងកាន់កបិតជំរះដាំដុះបានផ្លែបានផ្កានឹកឃើញដល់សម្ដេចចាបងប្អូនគាត់ដាំដុះអញ្ចឹងមកយើងទទួលទិញមកលក់នឹងបន្តទៀតភូមិបូនរនីហ៊ុនសែនយើងតែម្ដងគឺប្រជាពលរដ្ឋបងប្អូនអតីតហ្នឹងគាត់ចាគាត់ដាំជាបន្លែដាំជាស្អីអញ្ចឹងយកមកលក់ខ្ញុំទទួលទិញអញ្ចឹងគាត់និយាយទៅគាត់ការដាំដុះរបស់គាត់គឺថាអត់មានឲ្យដីទំនេរទេចាអាដីដាំដលងផ្សេងទៅអាឆ្លៀតឱកាសបន្តិចបន្តួចហ្នឹងគាត់ដាំជាបន្លែយកលក់ជាប្រកបមុខរបរគាត់ជារៀងរាល់ថ្ងៃអញ្ចឹងទៅដោយមានការយកចិត្តទុកដាក់ណែនាំនិងតម្រង់ទិសជាប្រចាំពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបច្ចុប្បន្នបានកំណត់ទីតាំងដីនៅភូមិសាស្ត្រដីសម្បត្តិសង្គមគិច្ចអតីតយុទ្ធជននិងបានរៀបចំផែនការប្រើប្រាស់ដីផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្តផែនការបែងចែកដីឡូលំអិតនិងផែនការអភិវឌ្ឍដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនដែលគ្រោងនឹងទៅរស់នៅទីតាំងទាំងនោះភាគីពាក់ព័ន្ធគ្រប់វិស័យដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បានសហការគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់សាធារណៈចាំបាច់នានាដូចជាផ្លូវថ្នល់ធំស្ពានសាលារៀនមន្ទីរពេទ្យអណ្ដូងទឹកបណ្ដាញអគ្គិសនីរួមទាំងសេវាអ៊ីនធឺណិតផងដែរសំខាន់នៅទីនេះគឺវាសប្បាយយើងពេញចិត្តនឹងការរស់នៅវាមានភ្លើងមានអីហើយវាមានប្រព័ន្ធផ្លូវពន្ធទឹកអីគ្រប់សពអញ្ចឹងណាការប្រើអត់ខ្វះចង់និយាយអញ្ចឹងណាបើតែនៅនេះអត់ចាញ់ទីក្រុងហ្នឹងអាចថាជាបរិយាជនបត់ហ្នឹងវាល្អជាងជនបត់ហ្នឹងអាជនបត់ហ្នឹងគឺល្អបរិយាហ្នឹងហើយបរិយាជនបត់ហ្មងហ្នឹងយើងមានផ្លូវមានដងទឹកមានមន្ទីរពេទ្យឈឺស្កាត់យប់គ្រប់អីយើងកន្លែងមណ្ឌលយើងមានខ្ញុំបាទថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវដែលបានយកចិត្តទុកដាក់នៅក្រមគ្រួសារអតីតយុទ្ធជនយើងខ្ញុំសពថ្ងៃនេះមានទាំងស្ពានមានទាំងផ្លូវមានទាំងទឹកមានទាំងភ្លើងពិសេសមានទាំងវត្តអារាមនិងមន្ទីរពេទ្យគ្រប់បែបយ៉ាងទាំងអស់
ជាការពិតណាស់ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅភូមិបុណ្យនីសែនជ័យដំណាក់ត្រយើងឲ្យបានកាន់តែប្រសើរឡើងក្រសួងអភិវឌ្ឍជនបទបាននឹងកំពុងចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រវែងសរុប 59.50 គីឡូម៉ែត្រសំដង់សិល្បការចំនួន 182 កន្លែងនិងសាងសង់អណ្ដូងស្នប់ចំនួន 11 អណ្ដូងលើកពីនេះទៀតក្រសួងអភិវឌ្ឍជនបទនឹងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទសំដង់សិល្បការនិងចូលរួមជួយបណ្ដុះបណ្ដាលជំនាញបំណិនជីវិតជូនដល់គ្រួសារអតីតយុទ្ធជនដែលរស់នៅក្នុងតំបន់ដីសម្បត្តិសង្គមគិច្ចអតីតយុទ្ធជននៅភូមិបុណ្យរនីសែនជ័យដំណាក់ត្រយើងដើម្បីធានាការរួមចំណែកធ្វើឲ្យមានការកើនឡើងនៅប្រាក់ចំណូលក្នុងគ្រួសារនីមួយៗ កាលណាមានផ្លូវល្អវាល្អជាងមុនវាលើកពីកម្រិតដែលយើងមិននឹកស្មានដល់ផ្លូវយើងល្អដល់ប៉ុណ្ណឹងណាទីរដ្ឋាភិបាលយកចិត្តទុកដាក់មានផ្លូវអីចឹងកូនចៅការធ្វើដំណើររបស់យើងវាម៉ូតូដល់កង់ដល់ឡានដល់ទៅវាលឿនជាងមុនមកងាយស្រួលមែនតើ បងប្អូនអតីតយុទ្ធជនបានសម្ដែងនៅការដឹងគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជារួមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតនិងថ្នាក់ដឹកនាំពាក់ព័ន្ធដែលនៅតែបន្តគិតគូរលើសុខទុក្ខនិងជីវភាពរស់នៅរបស់ពួកគាត់ជាអតីតយុទ្ធជន អញ្ចឹងក្នុងនាមខ្ញុំបាទជាប្រជាជនម្នាក់ដែលទទួលបាននូវផលផ្លែផ្កាពីពលប់នៃសន្តិភាពក៏សូមថ្លែងអំណរគុណនិងសូមគោរពជូនពរដល់សម្ដេចតេជោដល់សម្ដេចទេព្រះបណ្ឌិតប៊ុនរនីដែលលោកបានត្រួសត្រាយដឹកនាំប្រទេសជាតិដឹកនាំកូនចៅនឹងឲ្យមានសុខសន្តិភាពមកទល់រាល់ថ្ងៃនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលលោកជានាយករដ្ឋមន្ត្រីសូមគោរពជូនពរដល់លោកក្រុមគ្រួសារលោកទាំងអស់ឲ្យជួបនៅពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្រឿងលេខឡើយ